បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលបង្ហាញអំពីការដាក់ icon បាទ icon ឬក៏ការដាក់នៅសញ្ញាសម្គាល់ផ្សេងនៅបាទទៅតាមបន្ទុកមុខវិជ្ជារបស់សិស្សបាទអញ្ចឹងបាទអញ្ចឹងទៅតាមភេទដូចយើងដាក់បាទដាក់ភេទស្រីបាទលូតពណ៌ខៀវបាទភេទប្រុសលូតពណ៌ក្រហមភេទស្រីលូតពណ៌ខៀវជាដើមអញ្ចឹងទៅបាទហើយទៅមុខវិជ្ជាយើងដាក់បន្ទុក1បាទបន្ទុក5បាទបន្ទុក6បាទបន្ទុក7បាទបន្ទុក8បន្ទុក2បន្ទុក9បន្ទុក10ឡាក់អញ្ចឹងទៅវានឹងចេញសញ្ញាដូចដែលបានបង្ហាញនៅលើកុំព្យូទ័របាទអញ្ចឹងតើយើងត្រូវធ្វើដូចម្ដេចបាទអញ្ចឹងយើងទៅអនុវត្តធ្វើទាំងអស់គ្នាបាទអញ្ចឹងយើងមកមើលកន្លែងនេះគឺយើងបាទខ្ញុំអត់ទាន់បានធ្វើអីទេបាទកន្លែង scroll ក៏អត់ពុំអត់មានដែរបាទកន្លែង scroll ក៏អត់មានដែរអញ្ចឹងដំបូងបងប្អូនត្រូវបង្កើត scroll down សម្រាប់ជ្រើសរើស page បាទយើង select លើវាមកបងប្អូនយកdata បាទបងយក data បងប្អូនយក data validation បាទបងប្អូនយកពាក្យបាទកន្លែង allow នេះបងប្អូនយក list បាទ list បាទហើយបាទយើង save page មកបាទស្រីប្រុសបាទបន្ទាប់មកយើងចុច OK បាទអញ្ចឹងវាចេញ scroll down ហើយបងប្អូនតែវាអត់ទាន់មានពណ៌ទេណាអញ្ចឹងបងប្អូនត្រូវ select លើវាមកបាទបងប្អូនត្រូវចុច home បងប្អូនយក conditional formatting បាទបងប្អូនយក highlight បងប្អូនអូមកស្ដាំបងប្អូនយក text បាទ text that content បាទបងប្អូនចុចលើវាមកបាទអញ្ចឹងកន្លែងស្រីនេះអញ្ចឹងបងប្អូនចុចសរសេរពាក្យស្រីហើយបងប្អូន select នៅកន្លែង width នេះបងប្អូនយកពាក្យ custom format បាទអញ្ចឹងត្រង់កន្លែងborder កន្លែង font បាទ font គឺសំដៅទៅលើអក្សរបាទអញ្ចឹងយើងចង់ឲ្យចេញពណ៌បាទពណ៌ខៀវបាទពណ៌ខៀវបាទហើយយើងអូខេបាទយើងអូខេម្ដងទៀតបាទអញ្ចឹងយើងបាទឥឡូវយើងបានតែស្រីទេបើយើងផ្លេចប្រុសគឺអត់មានទេណាបងប្អូនអញ្ចឹងមានថាយើងភ្ជាប់បានតែស្រីទេប្រុសគឺយើងអត់ទាន់បានដាក់ពណ៌ទេបាទបងប្អូន select លើវាដដែលបងប្អូនយកពាក្យ format យកពាក្យ home បងប្អូនយកពាក្យ conditional formatting បាទដូចមិញដែរបងប្អូនយក highlight shell role បងប្អូនយក text that content បាទបន្ទាប់មកបងប្អូនកែកន្លែងស្រីនេះគឺបងប្អូនកែដាក់ប្រុសវិញបាទបងមិញយើងកំណត់ស្រីហើយយើងកំណត់ប្រុសម្ដងបាទអញ្ចឹងទៅតក្នុងកន្លែង width នេះគឺបងប្អូនត្រូវរើសនៅពាក្យ custom បាទបងប្អូនយកកន្លែង font បងប្អូនចុច color បងប្អូនយកពណ៌ក្រហមបាទក្រហមទៅបាទហើយបងប្អូនចុច OK បាទបងប្អូនចុច OK ម្ដងទៀតបាទអញ្ចឹងវាបានហើយបាទអូខេប្រុសបាទដាក់ស្រីគឺពណ៌ខៀវបាទអូខេអញ្ចឹងយើងធ្វើបានមួយចំណុចហើយទៅនឹងការដាក់ពណ៌ភេទទៅតាមភេទបាទពណ៌អានេះគេហៅថាពណ៌អក្សរបងប្អូនអត់ដាក់ highlight ទេគឺដាក់ពណ៌បាទជាបន្តទៀតយើងត្រូវបង្កើតនៅសញ្ញាបែបនេះបាទសញ្ញាបែបនេះបាទទៅពេលបាយបន្ទុក10បាទវាចេញឲ្យសញ្ញាក្រេសបាទតោះឥឡូវយើងទៅធ្វើអនុវត្តធ្វើទាំងអស់គ្នាបាទបន្តមកទៀតបងប្អូនទៅ select លើវាមកបាទបងប្អូនចុចពាក្យ home បាទបងប្អូនយកពាក្យ formatting បាទ formatting នោះមកបងប្អូនយកពាក្យmanage rule បាទ manage rule បាទអញ្ចឹងបងប្អូនចុចកន្លែង new នេះបាទ new នេះមកបងប្អូនជ្រើសរើសបាទ format all cell based បាទ on their values បាទបងប្អូនចុចលើវាមកបងប្អូនយកពាក្យបាទយកកន្លែង format style នេះគឺបងប្អូនយក icon set បាទទៅដល់ icon set នេះបងប្អូនអាចចុចលើនេះមកបងប្អូនរើសបាទបងប្អូនរើសនេះមានខ្វែងមានសញ្ញាស៊ូសញ្ញាទៀនបាទអញ្ចឹងបងប្អូនចុចលើវាមកបាទអូខេអញ្ចឹងកន្លែងត្រង់ present បាទកន្លែង value យើងអត់ទាន់បានដាក់នៅឡើយទេកន្លែង chip បងប្អូនកន្លែង tipson បងប្អូនបាទបងប្អូនរើសនៅតម្លៃលេខបាទនេះគឺជាតម្លៃលេខដាក់ number បាទខាងក្រោមដាក់ number ដូចគ្នា
បាទអញ្ចឹងបងប្អូនចុចលើពាក្យអីគេបងប្អូនយើងដាក់ថាបងប្អូនមើលទៅកន្លែងនេះបាទកន្លែងគ្រីសនេះគឺបងប្អូនដាក់ពីលេខ7បាទលេខ7បាទលេខ7ឡើងទៅនេះសញ្ញានេះគឺសញ្ញាធំជាងឬស្មើលេខ7បាទហើយសញ្ញាឧទាននេះបងប្អូនដាក់លេខ5បាទដាក់លេខ5បាទលេខ5ឡើងទៅមានថាលេខ5ដល់លេខ7ដល់លេខ6គឺចេញសញ្ញាឧទានហើយខាងក្រោយគឺបាទតូចជាងគឺវាខ្វែងអញ្ចឹងយើងអត់បានយើងអត់ចាំបាច់កំណត់វាទេបាទអញ្ចឹងបន្តទៀតបងប្អូនអូខេបាទបងប្អូនអូខេម្ដងទៀតបាទអញ្ចឹងយើងធ្វើការសរសេរលេខ1បាទធ្វើការសរសេរលេខ2បាទធ្វើការសរសេរលេខ8បាទធ្វើការសរសេរលេខ9បាទអូខេអញ្ចឹងយើងធ្វើការសរសេរលេខ5បាទ6បាទ7បាទហើយ8បាទអញ្ចឹងបន្តមកទៀតយើងឃើញថាលេខទាំងអស់នេះយើងបានកំណត់រួចហើយតើតើនឹង icon ដែលចេញទៅតាមលេខហ្នឹងប៉ុន្តែតើតើនឹងពណ៌បាទពណ៌គឺអត់ទាន់ចេញឲ្យទេអញ្ចឹងបងប្អូនត្រូវ select លើវាម្ដងទៀតបាទបងប្អូនចុចពាក្យបាទ highlight conditional highlight រួចបងប្អូនចុចពាក្យbetween បាទ between នេះបាទបងប្អូនចុចលើពាក្យនេះបងប្អូនចុចលើលេខ1បាទលេខ1ដល់លេខលេខ1ដល់លេខប៉ុន្មានលេខបងប្អូន1ដល់លេខ4បាទយើងដាក់ពណ៌វាបាទដាក់ពណ៌វាជួយ custom format បងប្អូនយកពាក្យfont បងប្អូនយកពណ៌ក្រហមបាទចុចអូខេបាទអូខេបាទបន្តទៀតបងប្អូន select លើវាដដែលបងប្អូនចុច formatting conditional formatting highlight បងប្អូនយក between បាទបន្តទៀតបងប្អូនដាក់ចាប់ពី5បាទ5ដល់10បាទដល់10គឺវាចេញពណ៌អីបងប្អូនដាក់កន្លែងនេះ custom format បាទបងប្អូនយកពាក្យ font បាទបងប្អូនរើសកន្លែង color នេះបងប្អូនយកពណ៌បៃតងបាទអូខេបាទអូខេបាទអញ្ចឹងយើងធ្វើការសរសេរបន្តទៀតទៅយើងបានកំណត់មិញ4បាទខ្វែងបាទ5សញ្ញាឧទានបាទ7សញ្ញាគ្រីសបាទ9សញ្ញាគ្រីសបាទមួយទៀតយើងដាក់10បាទ6បាទ7បាទ2បាទខ្វែងអញ្ចឹងតើតើសញ្ញាខ្វែងមានន័យថាគាត់ប្រឈមនឹងមុខវិជ្ជាធ្លាក់បាទហើយសញ្ញាគ្រីសគឺមានន័យថាគាត់បានបន្ទូល្អបាទហើយសញ្ញាឧទាននេះសំដៅទៅលើបន្ទុកដែលគាត់មានការប្រុងប្រយ័ត្នបាទមានការប្រុងប្រយ័ត្នក្រុមហ្នឹងគឺធ្លាក់ហើយអញ្ចឹងគាត់បើគាត់បានបន្ទុក6ឬបន្ទុក5មានន័យថាគាត់ប្រុងប្រយ័ត្នបាទគាត់ត្រូវតែប្រឹងរៀនបន្តទៀតដើម្បីឲ្យបានបន្ទុកបាន7ទៅ8 9ដើម្បីឲ្យបន្ទុកយើងបានល្អបាទបានគ្រីសបាទអញ្ចឹងនេះគឺជាសញ្ញា icon សម្រាប់ការកំណត់ទៅតាមបន្ទុកដែលសិស្សគាត់បានប្រឡងបាទអញ្ចឹងខ្ញុំដាក់10 5 9 1ជាដើមទៅបាទអញ្ចឹងវីដេអូតទៅនឹងការបង្កើត icon ទៅតាមមុខវិជ្ជាដែលយើងអាចរចនាឲ្យបន្ទុករបស់យើងមានភាពស្រស់ស្អាតបន្ថែមក៏ដូចជាមានភាពទាក់ទាញនៅក្នុងការដាក់ icon ហ្នឹងអីមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើបានបាទអញ្ចឹងបើសិនជាមានចម្ងល់ទៅលើការបង្កើតត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូនេះបានបាទអញ្ចឹងអរគុណជម្រាបលា